ជំរាបសួរអ្នកទាំងគ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍អ្នកទាំងគ្នាមកមើលការ review លក់ត្រីងៀតក៏ដូចជាសាច់គោងៀតយើងតែម្ដងអ្នកទាំងគ្នាឥឡូវនេះជាសកម្មភាពក្រុមការងារគាត់កំពុងតែអូសត្រីក៏ដូចជាធ្វើត្រីក៏ដូចជាប្រឡាក់ត្រីងៀតសម្រាប់លក់ចែកជូនទៅដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាហើយការប្រឡាក់ត្រីងៀតនេះគឺមានអនាម័យល្អខ្លាំងមែនតែម្ដងអ្នកទាំងគ្នាធានាគុណភាពជូនហើយចំពោះការប្រឡាក់នេះគឺយើងប្រើរូបមន្តពិសេសតែម្ដងឥឡូវនេះយើងធ្វើការហាលត្រីនេះយើងហាលទាល់តែស្ងួតទើបយើងវាយលក់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយឥឡូវនេះយើងក៏លេខទៅមើលការហាលសាច់គោងៀតក៏ដូចជាការប្រឡាក់គោងៀតយើងទាំងអស់គ្នាហើយអ្នកទាំងគ្នាប្រកាសជាឃើញហើយនៅវីដេអូនេះគឺសាច់គោយើងគឺល្អខ្លាំងមែនតែម្ដងអ្នកទាំងគ្នាគឺក្រហមឆ្អិនឆ្អៅតែម្ដងហើយវាគឺជាតិតែម្ដងអ្នកទាំងគ្នាអើយបើបានដាក់តិចអីទៀតជាតិតែម្ដងឥឡូវនេះយើងក៏លេខទៅមើលការហាលរបស់ក្រុមការងារយើងកំពុងតែរៀបចំធ្វើការហាលតែម្ដងអ្នកទាំងគ្នានេះក៏ដែរយើង review ក៏ធ្លាក់ទឹកមាត់ដែរអ្នកទាំងគ្នាអើយឥឡូវនេះយើងក៏លេខទៅមើលក្រុមការងារយើងកំពុងតែរៀបចំហាលសាច់គោងៀតយើងអ្នកទាំងគ្នាហាលគឺមានអនាម័យល្អគឺពាក់ស្រោមដៃគឺវាហាលបែបធម្មជាតិហើយសាច់គោធម្មជាតិទៀតគឺវាជាតិខ្លាំងមែនតែម្ដងអ្នកទាំងគ្នាហើយចំពោះសាច់គោនេះខ្ញុំបញ្ជាក់គឺសាច់គោនេះគឺសាច់គោមកពីស្វាយរៀងយើងគឺយើងកាប់ដោយផ្ទាល់តែម្ដងអ្នកទាំងគ្នាហើយឥឡូវនេះយើងក៏លេខទៅមើលការវិកខ្ចប់ក៏ដូចជាការស្តុកនៅឃ្លាំងរបស់យើងហើយឥឡូវនេះជាសាច់គោរបស់យើងចំពោះសាច់គោនេះគឺមួយថង់នេះត្រឹមតែ5000រៀលទេអ្នកទាំងគ្នាបើសិនជាយើងយកគីឡូគឺ1គីឡូ80000រៀលអ្នកទាំងគ្នាអ្នកទាំងគ្នាអាចកម្មង់បានខ្ញុំដាក់លេខទូរស័ព្ទក៏ដូចជា Telegram នៅខាងមុខវីដេអូនេះហើយឥឡូវនេះយើងក៏លេខទៅមើលត្រីងៀតយើងទាំងអស់គ្នាចំពោះត្រីងៀតនេះក៏ដូចគ្នាដែរអ្នកទាំងគ្នាគឺ1គីឡូ25000ទេវាធូរថ្លៃមែនតើហើយមួយកញ្ចប់នេះគឺត្រឹមតែ2500ទេអ្នកទាំងគ្នាវាមិនថ្លៃទេសម្រាប់ត្រីងៀតនេះគឺវា3កញ្ចប់ទេអាចហូបមួយគ្រួសារតែម្ដងអ្នកទាំងគ្នាអូខេវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនជម្រាបលាអ្នកទាំងគ្នា